ជំរាបសួរបងប្អូនថ្ងៃនេះ state verb បាទមានអីខ្លះនេះយើងមកសិក្សា state verb ទាំងអស់គ្នាតើ state verb ហ្នឹងវាមានន័យយ៉ាងដូចម្ដេចបាទ state verb បកប្រែថាកិរិយាសព្ទអារម្មណ៍អីទៅដែលហៅថាជាកិរិយាសព្ទអារម្មណ៍កិរិយាសព្ទអារម្មណ៍គឺជាកិរិយាសព្ទដែលពាក់ព័ន្ធទៅនឹងអារម្មណ៍ដែលយើងមិនអាចមើលឃើញដែលយើងមិនអាចប៉ះបានដែលយើងមិនអាចមើលដឹងបាទឧទាហរណ៍ជាក់ស្ដែងនេះ likes ចូលចិត្តតើមើលឃើញការចូលចិត្តទេអត់ទេប៉ះពាល់ការចូលចិត្តបានទេអត់ដែរ hate ស្អប់មើលឃើញការស្អប់ទេបាទមើលឃើញការស្អប់អត់ទេអាចប៉ះពាល់ការស្អប់បានទេអត់ទេ love ស្រឡាញ់ enjoy រីករាយអញ្ចឹងកិរិយាសព្ទទាំងអស់ហ្នឹងគេឲ្យឈ្មោះវាថាជាកិរិយាសព្ទអារម្មណ៍អង់គ្លេសថា state verb អញ្ចឹងចំពោះទីតាំងរបស់វាទីតាំងរបស់វាឈរនៅកន្លែងណាអញ្ចឹងរាល់កិរិយាសព្ទទាំងឡាយណាគេឲ្យឈ្មោះថាជា action verb action verb គឺជាកិរិយាសព្ទសកម្មកិរិយាសព្ទសកម្មរាល់ action verb ទាំងឡាយណាដែលឈរនៅពីក្រោយ state verb ទាំងអស់ហ្នឹងគឺយើងថែម ing ទៅលើវាជានិច្ចបាទកុំឲ្យខាត់ពេលយូរឥឡូវមកឧទាហរណ៍ជាក់ស្ដែងតែម្ដងឧទាហរណ៍ I like reading book ឃើញទេ read ទៅជា ing I like read គឺអត់ត្រូវវាខុសបាទអញ្ចឹងពួកក្បួននេះថារាល់កិរិយាសព្ទទាំងឡាយរាល់កិរិយាសព្ទទាំងឡាយណាដែលឈរពីក្រោយ state verb ត្រូវតែដាក់ ing លើវាជានិច្ចអញ្ចឹង I like read book អត់ត្រូវទេគឺខុសដាក់ថា I like reading book I hate working at night I love learning English I enjoy drinking milk បាទអញ្ចឹងខ្ញុំចូលចិត្តការអានសៀវភៅ I like read book បានអត់ភាសា speaking បានគេស្ដាប់បានប៉ុន្តែវិជ្ជាករគឺខុសអញ្ចឹងក្បួនគេថាកិរិយាសព្ទសកម្មឈរពីក្រោយ state verb ត្រូវតែដាក់ ing ជានិច្ចមិនមែនជា present continue ទេបាទនេះគេនិយាយថាកិរិយាសព្ទសកម្មឈរពីក្រោយ state verb ត្រូវតែដាក់ ing I hate working at night ខ្ញុំស្អប់ការដែលធ្វើការងារពេលយប់ I love learning English បាទខ្ញុំស្រឡាញ់ការរៀនភាសាអង់គ្លេសឬបកចូលចិត្តក៏បាន I enjoy drinking milk បាទខ្ញុំសប្បាយចិត្តបាទក្នុងការទទួលទានទឹកដោះគោឬខ្ញុំរីករាយក្នុងការទទួលទានទឹកដោះគោថ្ងៃនេះកិរិយាសព្ទដែលខ្ញុំមកបង្រៀនបងប្អូនមកចែករំលែកបងប្អូននៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសិនបងប្អូនចាប់អារម្មណ៍ឬបងប្អូនតាមមិនទាន់បងប្អូនអាចមកមើលបាទខាងដើមវីដេអូឡើងវិញទៅព្រោះនេះគឺជារយៈពេលដែលខ្ញុំថតខ្លីទេអញ្ចឹងមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនបងប្អូនណាបើសិនជាមានសំណួរឬសំណូមពរអីខ្ញុំអាចបង្ហាត់បង្រៀនបងប្អូនបានបងប្អូនអាចសរសេរ comment នៅក្នុងនឹងបានអូខេអញ្ចឹងមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនចំពោះការចែករំលែកនៅថ្ងៃនេះក៏សូមជូនពរបងប្អូនមានសុខភាពល្អគ្រប់គ្នាបាទសូមអរគុណ